បែកទៅវាឈឺចាប់ខ្លាំងណាស់ពួកអត់ចង់បែកហើយសំណួរចង់ក៏ចប់បើវាត្រូវតែបែកធ្វើម៉េចដើម្បីកុំឲ្យឈឺចាប់ខ្លាំងអត់មានធ្វើម៉េចកុំឲ្យឈឺចិត្តនឹងតែត្រូវឈឺហើយណាទុកមិនបានទេតែត្រូវឈឺហើយប៉ុន្តែត្រូវតាមដានមើលចិត្តនឹងទៀតឈឺជាតួចិត្តអីវិលមករត់ធោវិញគណៈឈឺនឹងជាតួចិត្តអីយើងបើបានរៀនធួនបន្តិចមើលទៅឃើញមកតើតួឈឺនឹងតួចិត្តអីណាកំពុងឈឺហ្នឹងកំពុងតូមណោះកំពុងសោយសោកំពុងតែខ្សឹកខ្សួលកំពុងតែស្ដាយសំណោះហ្នឹងស្អីគេអូតោសៈមូលចិត្តតើតោសៈមូលចិត្តតើប្រកបដោយតោមនស្សវេទនាបដិខៈថ្នាំងថ្នាក់នឹងរឿងដែលបែកនឹងឯងរឿងដែលបាត់នឹងឯងហើយចាហ្នឹងមិនគេវិចិត្រកើតឡើងអ្វីវិចិត្រកើតឡើងតើមកពីគេឬក៏មកពីនរណាឬក៏មកពីខ្ញុំថាអត់ទេមកពីគេក៏មិនមែនមកពីគេក៏មិនមែនអញ្ចឹងមិនមកពីខ្ញុំទេខ្ញុំក៏មិនមែនអ្នកដោះស្រាយដោយច្រើនខាងរឿងឈឺចាប់នឹងគ្មានណាឲ្យខ្លួនឯងអ្នកធ្វើឲ្យខ្លួនឯងអត់ទេអាត្មាសុំបដិសេធអាឃ្លាទី2ថាគ្មាននរណាឲ្យហើយក៏ខ្លួនឯងក៏មិនមែនជាអ្នកឲ្យដែរក៏មិនមែនខ្លួនឯងអ្នកឲ្យដែរពីព្រោះអីអានឹងយើងគ្រាន់តែនិយាយហ្នឹងប៉ុន្តែពិតយើងមិនចង់ឲ្យខ្លួនយើងឈឺចាប់ណាឃើញអត់គឺសំណួរហ្នឹងក៏ដឹងដែរថាអត់ចង់ឲ្យខ្លួនឯងឈឺចាប់ទេតើមានវិធីគិតបែបណាដើម្បីកុំឲ្យខ្លួនឯងឈឺចាប់មានន័យថាខ្លួនឯងក៏មិនបានធ្វើឲ្យខ្លួនឯងឈឺចាប់ដែរអត់លីងឃើញទេអ្នកដទៃក៏គេមិនចង់ឲ្យយើងឈឺចាប់ឬក៏គេចង់ឲ្យយើងឈឺចាប់ក៏គ្មានសមត្ថភាពដោយពិតដែរទោះជាខ្លួនយើងក៏យើងមិនចង់ឲ្យយើងខ្លួនយើងឈឺចាប់ដែរអញ្ចឹងបើជាបនស្រន់សុំចេះសុំចុះហើយក៏វាមិនមែនបានដោយសារបនដែរបើកិលេសនៅមានតួតោមណោះតួកើតទុកនឹងវាកើតឡើងមានពីព្រោះអីថាមកពីតណ្ហាក្នុងចិត្តតណ្ហាក្នុងចិត្តចង់ឲ្យចេះចង់ឲ្យចង់យើងអត់យល់ទៅធัวទាំងឡាយកើតពីបច្ច័យតែអស់បច្ច័យវាបែកវាវិនាវាបាត់ណាឃើញទេសំខាន់ណាការពិចារណាមេរៀនជីវិតក្នុងជីវិតប្រចាំថ្ងៃហៅថាធัวហ្នឹងណាមិនមែនធัวសូត្រទេមិនមែនធัวសូត្រមិនមែនធัวសុំមិនមែនធัวអង្វរទេគឺធัวពិចារណាឲ្យកើតបញ្ញា